ដល់ពេលហើយខ្ញុំបានធ្វើខុសចំពោះអ្នករាល់ថ្ងៃមានតែពុកខ្មៅនិងព្យុះកូរ៉ុនតែប៉ុណ្ណោះចេញមកដកដង្ហើមស្រួលបន្តិចទៅជាងថ្ងៃនេះជាថ្ងៃប្រឡងវិតម្លៃកម្រិតអ្នកហ្វឹកហាត់កុំឲ្យស្ដេចនាគបង្ហាញខ្លួនឲ្យសោះត្រូវរងចាំដល់ថ្ងៃជ្រើសរើសសិនបើគ្រូសាស៊ីវដឹងថាខ្ញុំលាក់នាគបុរាណពួកគេច្បាស់ជាសម្លាប់យើងដើម្បីដណ្ដើមស្ដេចនាគដល់ពេលនោះពួកយើងទាំងពីរនឹងត្រូវស្លាប់មែនទេលោកពុកកូនកុំបារម្ភអីទោះគ្មានស្ដេចនាគក៏ដោយខ្ញុំក៏អាចការពារអ្នកបានដែរឈប់និយាយអួតទៅយកធនធានហ្វឹកហាត់មកយឺតជាងនេះនឹងអស់ហើយសៀវជៀនមកពីគ្រូសាសៀវធនធានប្រចាំខែបានមកដល់ហើយអូនេះមិនមែនជាសម្រាប់ដែលបានចុះកិច្ចសន្យាជាមួយនាយពុកមកនោះទេមែនទេឯងនៅមានមុខមកទទួលធនធានហ្វឹកហាត់ទៀតឬមិនដឹងទេថាលោកពុករបស់វាពឹងរស់លើគ្រូសាសៀវនេះជាជំនាញប្រចាំត្រកូលរបស់ពួកគេហើយហាសុំនឹងឯងណាស់ប៉ុន្តែឯងសំបីតែឈរឲ្យត្រង់ខ្លួនក៏មិនហ៊ានផងសំបីតែកូនប្រុសរបស់ឯងក៏ដូចគ្នាដែរពេញមួយជីវិតនេះគេមិនដែលឃើញសត្វវិញ្ញាណអន់បែបនេះទេហាសៀវអូជីនិយាយឲ្យមានសុជីវធម៌បន្តិចខ្ញុំនិយាយខុសត្រង់ណាហានាគភក់ស្អុយដែលរើសបានពីលូទឹកស្អុយមិនមែនសាក់សំណឹងសម្រាមដូចឯងទេមែនទេហាលោកម្ចាស់សៀវនិយាយត្រូវណាស់ថ្ងៃក្រោយបើមិនចង់អត់បាយស៊ីយើងនៅតែត្រូវពឹងគាត់ដែរគាត់ចូលក្នុងកាណលេគ្រួសារសៀវទៅយកទៅចុះអាចឆ្កែគ្មានផ្ទះឯងសុំតែស៊ីសំណល់អាហាររបស់គ្រួសារសៀវប៉ុណ្ណោះហាសំបីតែត្បត់វិញក៏មិនហ៊ានផងដូចលោកពុកឯងអីចឹងជាមនុស្សកំសាកពិតប្រាកដលោកប្រធានសៀវអូជីក្នុងនាមជាអ្នកចិញ្ចឹមសត្វវិញ្ញាណដូចគ្នាគួរតែចេះគោរពនិងជួយគ្នាទៅវិញទៅមកហេតុអ្វីបានជាឯងប្រមាថមើលងាយអ្នករួមចំនួននៅចំពោះមុខមហាជនបែបនេះលោកប្រធានខ្ញុំគ្រាន់តែនិយាយលេងប៉ុណ្ណោះហេតុអ្វីលោកយកជាការមែនបងស្រីសឺហាងខាងនេះខ្យល់ខ្លាំងណាស់ខ្ញុំជូនបងទៅអង្គុយកៅអីភ្ញៀវកិត្តិយសមិនបាច់ទេការប្រឡងហៀបនឹងចាប់ផ្ដើមហើយអីចឹងចាប់ផ្ដើមចុះការប្រឡងវិតម្លៃកម្រិតអ្នកហ្វឹកហាត់ចាប់ផ្ដើមជាផ្លូវការហើយច្បាប់នៃការប្រឡងមានលក្ខណៈសាមញ្ញណាស់កាលណាពន្លឺដែលគ្រីស្តាល់បញ្ចេញកាន់តែភ្លឺនោះមានន័យថាទេពកោសល្យរបស់អ្នកហ្វឹកហាត់កាន់តែខ្ពស់កម្រិតបអ្នកបន្ទាប់កម្រិតអេអ្នកបន្ទាប់ពិតជាមានទេពកោសល្យមែនសមជាបុត្រីរបស់លោកប្រធានមែនអ្នកបន្ទាប់អីកម្រិតសេសក្នុងការប្រឡងវិតម្លៃកម្រិតអ្នកហ្វឹកហាត់មិនធ្លាប់មានអ្នកណាទទួលបានកម្រិតពេញលេញបែបនេះទេលោកម្ចាស់សៀវតើលោកជាទេពកោសល្យដែលកម្រមានក្នុងប្រវត្តិសាស្ត្រមែនទេទេពកោសល្យហាត្រូវហើយខ្ញុំគឺជាទេពកោសល្យគ្រាន់តែបានទឹកមាត់នាគបន្តិចបន្តួចប៉ុណ្ណោះក៏ហ៊ានអួតថាខ្លួនឯងជាទេពកោសល្យដែរ
អ្នកបន្ទាប់លើកនេះច្បាស់ជាអាម៉ាស់មុខមិនខានសូមអ្នកទាំងអស់គ្នាមើលឲ្យច្បាស់មើលថានាគធុកងាប់របស់វាអាចវាស់ចេញកម្រិតអ្វីបានហាដូចដែលបងស្រីលីងនិយាយអញ្ចឹងនាគភក់ខូចមួយក្បាលដែលរើសបានពីលូទឹកស្អុយពិតជាធ្វើឲ្យទ្វីបឆាងយ៉នរបស់យើងអាប់អន់គិតយកមែងហាមនុស្សប្រភេទនេះមិនស័ក្តិសមនឹងទទួលធនធានវឹកហាត់របស់យើងទេខ្ញុំសៀវអូជីថ្ងៃនេះខ្ញុំនឹងសម្អាតកេរ្តិ៍ឈ្មោះត្រកូលជំនួសគ្រួសារសៀវត្រូវហើយដេញបេសាចជញ្ជក់ឈាមទាំងពីរនាក់នេះចេញទៅចាប់ពីពេលនេះទៅខ្ញុំសូមប្រកាសថាឲ្យកូនគ្មានប្រយោជន៍ទាំងពីរនាក់នេះត្រូវបណ្ដេញចេញពីគ្រួសារសៀវជាផ្លូវការហើយមិនត្រូវបោះជើងចូលគ្រួសារសៀវម្ដងទៀតជាដាច់ខាតចេញទៅថ្មីនេះពួកបេសាចអធិរាជមេឃបានធ្វើចលនាញឹកញាប់ខុសប្រក្រតីសត្រូវកំពុងចល័តហើយតែពួកអ្នកបែរជាមិនខិតខំរេចចម្រើនថែមទាំងមកឆ្លោះប្រជែងនឹងល្បិចកដាក់គ្នានៅទីនេះទៀតសៀវអូជីថ្ងៃនេះឯងជាអ្នកបង្ករឿងមុនម្ដងហើយម្ដងទៀតដូច្នេះខ្ញុំនឹងដកហូតធនធានវឹកហាត់របស់ឯងរយៈពេល3ខែជាការពិន័យតើឯងទទួលស្គាល់កំហុសដែរទេខ្ញុំទទួលស្គាល់កំហុសថ្ងៃនេះខ្ញុំនឹងទៅចុងជើដើម្បីពិភាក្សាជាមួយប្រធានសមាគមនានាអំពីវិធីប្រយុទ្ធប្រឆាំងនឹងពួកបិសាចពេលការប្រកួតចម្រុះចុងក្រោយចាប់ផ្ដើមខ្ញុំនឹងត្រឡប់មកធ្វើជាសាក្សីដោយផ្ទាល់កូតាចូលទៅវឹកហាត់នៅដែនទេវៈចុងជើដល់ពេលនោះចាំមើលថាអ្នកណាមានសមត្ថភាពទទួលបានឱកាសនេះលោកពុកថ្ងៃនេះពិតជាត្រូវអរគុណលោកប្រធានចាស់ដែលបានផ្ដល់យុត្តិធម៌ដល់ពួកយើងបើអាចទទួលបានការកោតសរសើរពីលោកបានអនាគតរបស់ពួកយើងនឹងមានសង្ឃឹមហើយមនុស្សក្នុងត្រកូលសៀវសុទ្ធតែលោភលន់ដូច្នេះយើងត្រូវអត់ធ្មត់សិនដរាបណាឯងទទួលបានកូតាចូលទៅវឹកហាត់នៅដែនទេវៈចុងជើពួកយើងនឹងអាចរួចផុតពីត្រកូលសៀវបានទាំងស្រុងលោកពុកសូមកុំបារម្ភកូតានោះប្រកាសជាធ្លាក់មកលើកូនជាមិនខានប៉ុន្តែកុំមើលស្រាលសត្រូវឲ្យសោះកញ្ញាស៊ូលោកម្ចាស់ធំអញ្ជើញអ្នកទៅពិភាក្សារឿងអាពាហ៍ពិពាហ៍សូមអញ្ជើញទៅជាមួយពួកយើងអាសម្រាមដូចពួកឯងក៏ចង់ចាប់ខ្ញុំដែរឬទឹកសន្សើមកបកណ្ដាប់ដៃក្តាមបំបែកថ្មគឺគេនឹងហើយសំបីតែសត្វវិញ្ញាណរបស់ខ្លួនក៏មិនបានអញ្ជើញចេញមកផងបែរជាអាចវាយបកអ្នកវឹកហាត់កម្រិតខ្ពស់បានយ៉ាងងាយពិតជាអស្ចារ្យមែនខុសដាច់ពីអាសម្រាមកម្រិត0តែបានប្រឡងនៅទីលានកាលពីថ្ងៃនេះអញ្ចឹងឯងនេះឯងអរគុណដែលបានជួយខ្ញុំសុទ្ធតែពួកសម្រាមលោកម្ចាស់សូមរងាប់អារម្មណ៍សិនកូនចៅធ្វើខុសហើយខ្ញុំឲ្យពួកឯងទៅអញ្ជើញកញ្ញាស៊ូមអ្នកណាប្រាប់ឲ្យពួកឯងប្រើកម្លាំងប្អូនស្រីស៊ឺហានខ្ញុំជាទេពកោសល្យនៅលើទ្វីបឆាងយ៉នទាំងមូលមានតែខ្ញុំប៉ុណ្ណោះដែលស័ក្តិសមនឹងអ្នកមិនយូរមិនឆាប់អ្នកនឹងក្លាយជាប្រពន្ធខ្ញុំហេតុអ្វីបានជាអ្នកនៅតែទៅរវល់ជាមួយអាសម្រាមកម្រិត0នោះទៀតថាតើគេស័ក្តិសមឬអត់មិនមែនជារឿងដែលអ្នកត្រូវសម្រេចនោះទេបើមិនមែនគេចេញដៃជួយទេខ្ញុំប្រហែលជាត្រូវកូនចៅរបស់អ្នកវាឲ្យរបួសធ្ងន់បាត់ទៅហើយល្អណាស់មិនទាន់រៀបការចូលត្រកូលផងក៏ចេះការពីអ្នកក្រៅទៅហើយថ្ងៃនេះខ្ញុំនឹងសម្លាប់អាមនុស្សឥតប្រយោជន៍នេះឲ្យបានកុំគិតថាចង់ធ្វើបាបគេអ្នកឈួតហើយឬដើម្បីអាសម្រាមម្នាក់នេះសូម្បីតែជីវិតក៏អ្នកមិនស្ដាយដែរថ្ងៃនេះខ្ញុំសូមនិយាយឲ្យច្បាស់នៅទីនេះទោះបីខ្ញុំមិនអាចទៅចុងជើក៏ដោយស្វាមីរបស់ខ្ញុំក៏ត្រូវតែជាវីរបុរសឆ្នាំដែលអាចឈានជើងចូលចុងជើបានដែរមនុស្សអង្គខ្សោយដូចអ្នកគ្មានសិទ្ធិសូម្បីតែស្រមៃហាល្អណាស់នេះជាពាក្យដែលអ្នកនិយាយដោយខ្លួនឯងកូតាទៅចុងជើនេះខ្ញុំនឹងដណ្ដើមយកវាឲ្យបានហើយចាំមើលថាអ្នកនឹងនិយាយអ្វីទៀតតើនៅមានអ្នកណាហ៊ានឡើងមកប្រកួតទៀតទេ
នៅមានអ្នកណាហ៊ានឡើងមកប្រកួតទៀតទេគ្រាន់តែជាអ្នកហ្វឹកហាត់មកពីទីក្រុងតូចម្នាក់ប៉ុណ្ណោះក៏ហ៊ានឡើងមកធ្វើឲ្យខ្លួនឯងអាម៉ាស់ដែរបងប្រុសអូជីពិតជាខ្លាំងមែនសូម្បីតែបិសាចកម្រិតខ្ពស់ក៏មិនអាចទប់ទល់នឹងគាត់បានដែរសម្រាប់បិសាចកម្រិតខ្ពស់បានក្នុងមួយប៉ព្រិចភ្នែកពិតជាខ្លាំងអស្ចារ្យណាស់អូជីលើកមុខមាត់ឲ្យត្រកូលស៊ីវយើងមែនហា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 ក្នុងโลกនេះមានតែខ្ញុំម្នាក់គត់ដែលសាកសម្ហៅថាទេពកោសលបងស្រីសឺហាននឹងក្លាយជាភរិយារបស់ខ្ញុំក្រៅពីខ្ញុំតើនៅមានអ្នកណាហ៊ានប្រជែងទៀតបើគ្មានអ្នកណាឡើងមកប្រកួតទេអញ្ចឹងខ្ញុំសូមប្រកាសថាខ្ញុំជាអ្នកឈ្នះខ្ញុំសូមប្រកួតហា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 អាសម្រាមដែលមានសត្វវិញ្ញាណកម្រិត0នោះហ៊ានឡើងមករកសេចក្តីស្លាប់ទៀតឬលោកប្រធានមិនទាន់ត្រឡប់មកវិញនៅឡើយទេយើងមិនអាចបង្ហាញសញ្ញាពីចុងក្រោយរបស់យើងឥឡូវនេះបានទេលោកពុកសូមកុំបារម្ភទោះគ្មាននាគក៏ដោយកូនក៏អាចផ្ដួលវាបានដែរហា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 គ្រាន់តែនាគពុកងាប់មួយក្បាលក៏ហ៊ានឡើងមករកសេចក្តីស្លាប់ដែរជន់វាឲ្យខ្ទេចទៅឆ្កែកវងពេជ្រកិនអាភក់ស្អុយនេះឲ្យคล้ายជាសាច់ម៉ត់កំពុងធ្វើអ្វីហ្នឹងទឹកវាឲ្យខ្ញុំវាកំពុងរងចាំអ្វីហេតុអ្វីមិនកោះឲ្យសត្វវិញ្ញាណរបស់វាសម្រាមកម្រិត0បែបនេះនៅតែហ៊ានឡើងសង្វៀនមកអាម៉ាស់មុខទៀតសៀវជានហា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 បើកភ្នែកឆ្កែរបស់ឯងឲ្យធំហើយមើលឲ្យច្បាស់នេះហើយជាលទ្ធផលនៃការមកប្រឆាំងនឹងខ្ញុំឯងត្រូវគេបណ្ដេញចេញពីត្រកូលមួយជីវិតនេះឯងសំតែលេខក្បាលនៅក្នុងភពប៉ុណ្ណោះហា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 បដូរអ្នកប្រកួតដុតនាគភូខូចនេះឲ្យคล้ายជាផេះទៅសម្បកការពាររបស់វាបែកទៀតហើយគ្រាន់តែជាសម្រាមគ្មានធម្មពលវិញ្ញាណហេតុអ្វីឈាមនិងធម្មពលរាងកាយរឹងមាំដល់ថ្នាក់នេះសម្រាមគ្មានធម្មពលវិញ្ញាណម្នាក់ធ្វើម៉េចអាចមានធម្មពលឈាមខ្លាំងបែបនេះលោកពុកកាត់អីមានរឿងអ្វីកើតឡើងហាហាហានេះហើយជាពួកអ្នកហ្វឹកហាត់សត្វវិញ្ញាណរបស់ Phip Chang Yon នោះសុទ្ធតែជាក្រុមសម្រាមដែលទប់សម្ដីតែមួយចលនារបស់ខ្ញុំមិនបានបច្ចេកវិទ្យាគ្រប់គ្រងសត្វវិញ្ញាណដែលពួកឯងមានមោទនភាពនោះនៅចំពោះមុខអម្បូរបិសាចមេឃរបស់យើងគ្មានតម្លៃអ្វីសោះថ្ងៃនេះខ្ញុំនឹងសម្លាប់ពួកអ្នកហ្វឹកហាត់សត្វវិញ្ញាណដែលនៅតែប្រកាន់ខ្ជាប់មាឌលារបស់ខ្លួនទាំងអស់មិនទុកឲ្យរស់សូម្បីតែម្នាក់ដរាបណាពួកយើងនៅមានដង្ហើមអម្បូរបិសាចមេឃរបស់ពួកឯងគ្មានថ្ងៃទទួលជោគជ័យឡើយខ្ញុំពិតជាសរសើរភាពក្លាហានរបស់ឯងដែលហ៊ានមករកសេចក្តីស្លាប់សូម្បីតែលោកប្រធានចាស់ក៏ចាញ់បិសាចមេឃដែរលើកនេះចប់ហើយសត្វវិញ្ញាណរបស់ពួកយើងគ្មានសមត្ថភាពតតែសោះលោកម្ចាស់សៀវលោកមានសត្វវិញ្ញាណកម្រិតសេសសូមជួយពួកយើងផងត្រូវហើយលោកម្ចាស់សៀវប្រញាប់សម្លាប់បិសាចនេះទៅសៀវអូជីឯងមិនតែងតែអួតថាខ្លួនជាទេពកោសល្យគ្មានគូប្រៀបឬឥឡូវនេះដល់វេលាឯងបញ្ចេញស្នាដៃហើយអូជីនេះជាឱកាសដ៏ល្អសម្រាប់ឯងក្នុងការសាងគុណសម្បត្តិបាទខ្ញុំជាទេពកោសល្យគ្មានគូប្រៀបគ្រាន់តែបិសាចមួយក្បាលប៉ុណ្ណោះមានអ្វីគួរឲ្យខ្លាចទីយូឈ្វាន់ក្រោកឡើងមកប្រយុទ្ធជាមួយខ្ញុំកណ្ដាប់ដៃបំផ្លាញភ្នំសង្គ្រាមនាគបុរាណនិមិត្តទេមិនអាចទៅរួចទេសត្វវិញ្ញាណកម្រិតសេសរបស់ខ្ញុំហាហាហា
នេះហើយជាទេពកោសល្យគ្មានគូប្រៀបរបស់ទ្វីបឆាងយ៉នរបស់ពួកឯងញើពួកសម្រាមដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនសូម្បីតែធ្វើជាឆ្កែឲ្យអំបូរបិសាចមិត្តរបស់យើងក៏មិនស័ក្តិសមផងគុំសម្លាប់ខ្ញុំលោកម្ចាស់សូមមេត្តាលើកលែងទោសឲ្យខ្ញុំផងខ្ញុំចោះចាញ់ហើយសូមទុកជីវិតឲ្យខ្ញុំផងអាកូនមន់ខ្មៅមនុស្សឆ្អឹងទន់ដែលស្រឡាញ់ជីវិតនិងខ្លាចស្លាប់ពួកយើងធ្លាប់ចាត់ទុកឯងជាទេពកោសល្យគ្មានគូប្រៀបមិននឹកស្មានថាឯងជាមនុស្សថោកទាបបែបនេះសោះពិតជាធ្វើឲ្យទ្វីបស្មៅបៃតងអាប់អន់គិតយោមែនអាសម្រាមមកពីត្រកូលតូចនារីម្នាក់នេះពិតជាមានអាកប្បកិរិយាមិនធម្មតាមែនចាប់នាងទៅលេងខ្ញុំស៊ីហាវលេងកូនស្រីខ្ញុំទៅទេពកោសល្យឆ្នាំបំផុតនៃទ្វីបឆាងយ៉នតើយើងអាចធ្វើបានត្រឹមរង់ចាំឲ្យពួកវាសម្លាប់ប៉ុណ្ណោះឬហាបើមិនខ្លាចស្លាប់ទេអីចឹងចូលមកអ្នកណាអាចកម្ចាត់បិសាចនិងជួយសង្គ្រោះកូនស្រីខ្ញុំបានអ្នកនោះនឹងទទួលបានកូតាតែមួយគត់សម្រាប់ចូលទៅចុងជើខ្ញុំទៅឯងឈួតហើយឬបើចង់ស្លាប់កុំអូសពួកយើងទៅជាមួយត្រូវហើយអាសម្រាមកម្រិតសូណាដូចឯងសូម្បីតែសត្វវិញ្ញាណកម្រិតស្កត្រូវសម្រាប់ក្នុងមួយប៉ប្រិកភ្នែកដែរឯងចង់ទៅបង្ករឿងឲ្យបិសាចនោះសម្រាប់ពួកយើងទាំងអស់ឬដល់ពេលនេះហើយនៅតែចង់ធ្វើឲ្យគេកោតសរសើរទៀតគិតថាធ្វើជាវីរបុរសនឹងល្បីឈ្មោះមែនឬនាគបុរាណគ្រាន់តែជាជីងចក់មានស្លាបដ៏អាក្រក់មួយប៉ុណ្ណោះក៏ហ៊ានមកបង្ករឿងនៅទ្វីបឆាងយ៉នដែរមាត់ធំណាស់សត្វវិញ្ញាណរបស់ឯងនៅណាហាឯងកំពុងលេងសាច់មែនទេគ្រាន់តែជាសត្វល្អិតខ្មៅមួយក្បាលប៉ុណ្ណោះក៏ហ៊ានស្រមៃថាអាចយកឈ្នះខ្ញុំដែរលីនប៊ីងប្រយុទ្ធទៅតើនេះជាសត្វវិញ្ញាណកម្រិតអ្វីខ្ញុំមិនដែលឃើញសត្វវិញ្ញាណបែបនេះពីមុនមកទេគួរឲ្យខ្លាចណាស់គ្រាន់តែសម្ពាធដែលវាបញ្ចេញក៏សង្កត់ពួកយើងស្ទើរតែមិនអាចដកដង្ហើមបានអាចគ្រប់គ្រងខ្យល់និងភ្លៀងបានមិនខុសទេនេះគឺជានាគបុរាណដែលបានកត់ត្រាទុកក្នុងគម្ពីរបុរាណតើនេះជាធម្មពលអ្វីសម្ពាធដ៏គួរឲ្យរន្ធត់នេះពិតជាមិនខុសមែនពូជពងនៃអាទិទេពបុរាណត្រឡប់មកវិញភ្លាមអន្ត្រីក្បាល9ចាំធំជាងនេះសិនបន្ទាប់មកខ្ញុំនឹងនាំឯងទៅដោយផ្ទាល់តាមខ្ញុំទៅទ្វីបឆាងយ៉នដើម្បីគោរពបម្រើព្រះម្ចាស់ដ៏ខ្ពង់ខ្ពស់តើនៅមានអាថ៌កំបាំងអ្វីទៀតដែលឯងលាក់បាំងខ្លាំងពេកហើយពួកយើងសុទ្ធតែមើលខុសពីមុនស៊ីវជៀនទើបជាទេពកោសល្យគ្មានគូប្រៀបដែលលាក់ខ្លួនមែនទេគ្រាន់តែចេញដៃមួយផ្លែតក៏សម្លាប់បិសាចបានភ្លាមបើប្រៀបធៀបនឹងស៊ីវជៀនស៊ីវអូជីមិនមានតម្លៃអ្វីសោះត្រូវហើយកាលពីមិញស៊ីវអូជីភ័យរហូតដល់លុតជង្គង់សុំជីវិតពិតជាធ្វើឲ្យពួកយើងអាម៉ាស់មុខមែនហាអាសម្រាមដែលពឹងអ្នកដតេចិញ្ចឹមដូចឯង
សៀវជានអញធ្វើជាវីរបរិសសង្គ្រោះគេដើម្បីអ្វីគិតថាមាននាគបុរាណមួយក្បាលហើយអស់ចាណាស់ឬអញគ្រាន់តែជាកូនចៅរបស់ត្រកូលសៀវប៉ុណ្ណោះឆ្កែដែលត្រកូលសៀវចិញ្ចឹមមួយក្បាលពិតមាត់ម្ដាយរបស់ឯងបានស្លាប់ទាំងវ័យក្មេងក៏ព្រោះត្រូវពួកបិសាចជញ្ជក់ឈាមសម្លាប់លែងកូនមន់ខ្មៅទៅបើមានសមត្ថភាពក៏សម្លាប់ខ្ញុំទៅឈប់សិនឈប់សិនអាកំណាចខ្ញុំនឹងហែកឯងជាចំណែកថ្ងៃនេះខ្ញុំនឹងសម្លាប់ឯងឲ្យបានចៅចៅកូនប្រុសរបស់ខ្ញុំចៅស៊ីហឺមិនទាន់ដល់វេនត្រកូលសៀវមកបង្រៀនមេរៀននោះទេលោកពុកធ្លាប់ឲ្យកូនអត់ធ្មត់រហូតមកព្រោះខ្លាចត្រកូលសៀវធ្វើបាបកូនឥឡូវនេះកូនបានបង្ហាញសមត្ថភាពរបស់ខ្លួនហើយដូច្នេះទោះលោកពុកត្រូវបដូរជីវិតក៏នឹងការពារកូនឲ្យបានដែរតើទំនាក់ទំនងរវាងលោកពុកនិងកូនប្រុសមានអ្វីត្រូវខ្លាចទៀតអញ្ចឹងខ្ញុំនឹងបញ្ជូនឯងទៅនរកមុនកូនត្រកូលចៅទទួលមរណភាពទៅមិនអាចទៅរួចទេខ្ញុំមិនព្រមចាញ់អាសម្រាមដូចឯងទេហេតុអ្វីខ្ញុំមិនអស់ចិត្តការប្រកួតនេះបញ្ចប់ត្រឹមនេះសៀវជានបានសម្លាប់បិសាចហើយជួយសង្គ្រោះទ្វីបឆាងយ៉នដោយកម្លាំងរបស់ខ្លួនយោងតាមច្បាប់សៀវជានគឺជាជ័យលាភីលេខ1នៃការជ្រើសរើសលើកនេះហើយក៏ជាបេក្ខជនដែលទទួលបានកូតាផងដែរតាមច្បាប់បើត្រកូលសៀវរបស់ខ្ញុំមិនយល់ព្រមតើអ្នកណាហ៊ានសម្រេចកូតានេះលទ្ធផលនៃការប្រកួតជ្រើសរើសគ្រប់គ្នាបានឃើញនឹងភ្នែកហើយសៀវជានមិនត្រឹមតែឈ្នះការប្រកួតប៉ុណ្ណោះទេថែមទាំងសម្លាប់បិសាចក្នុងស្ថានភាពដ៏គ្រោះថ្នាក់ទៀតផងកូតានេះនៅក្នុងត្រកូលសៀវរបស់ខ្ញុំសម្ដីរបស់លោកតាចាស់គឺជាច្បាប់អាសត្វទៀបថោកដែលរស់ពឹងត្រកូលសៀវកូនអត់ខាន់ស្លាក៏សាកសមតំណាងឲ្យទ្វីបឆាងយ៉នដែរឯងមិនសាកសមសំបីតែត្រកូលគូសៀវពីផងឆ្កែវង្វេងមួយក្បាលតែត្រូវបានត្រកូលសៀវបណ្ដេញចេញឯងមានសិទ្ធិអ្វីទៅវឹកហាត់នៅចុងជើកូតានោះមានតែកូនចៅពិតប្រាកដរបស់ត្រកូលសៀវប៉ុណ្ណោះទើបសាកសមទទួលបានលោកតាចាស់និយាយបែបនេះជ្រុលពេកហើយតើលោកហ៊ានបំផ្លាញយុទ្ធធម៌នៅទីនេះមែនទេនាគបុរាណនេះគឺជាខ្សែឈាមបន្សល់ទុកពីបុព្វបុរសដំបូងនៃត្រកូលជោរបស់ខ្ញុំវាមិនមានទំនាក់ទំនងអ្វីជាមួយត្រកូលសៀវឡើយដូច្នេះខ្ញុំនឹងប្រើកម្លាំងដាច់ខាតរបស់ខ្ញុំសម្រាប់សត្រូវដ៏ខ្លាំងនេះដូច្នេះខ្ញុំនឹងប្រើកម្លាំងដាច់ខាតរបស់ខ្ញុំសម្រាប់សត្រូវដ៏ខ្លាំងនេះហើយកូតានោះនឹងជារបស់គេត្រកូលសៀវជាត្រកូលល្បីឈ្មោះតើពិតជាចង់ដណ្ដើមឱកាសរបស់ក្មេងម្នាក់នៅចំពោះមុខមហាជនមែនទេវាស៊ីអាហាររបស់ត្រកូលសៀវខ្ញុំផឹកទឹករបស់ត្រកូលសៀវខ្ញុំសូម្បីតែឆ្អឹងក្នុងខ្លួនវាក៏ជារបស់ត្រកូលសៀវដែរសូម្បីតែនាគបុរាណនេះក៏ជាកម្មសិទ្ធិរបស់ត្រកូលសៀវដែរច្បាស់ជាឱកូនរបស់ឯងលួចចូលតំបន់ហាមឃាត់របស់ត្រកូលសៀវហើយលួចវត្ថុស័ក្តិសិទ្ធិដែលបុព្វបុរសបន្សល់ទុកជប់និយាយបង្កាច់បង្ខូចទៀតទៅទង្វើរបស់លោកមានតែធ្វើឲ្យត្រកូលសៀវបាត់បង់កិត្តិយសប៉ុណ្ណោះកិត្តិយសហាដរាបណាត្រកូលសៀវរបស់ខ្ញុំគ្រប់គ្រងអំណាចនាគបានត្រកូលសៀវនឹងក្លាយជាត្រកូលលេខ1នៃទ្វីបនេះឯងប្រកូលនាគបុរាណមកដោយខ្លួនឯងល្អជាងឬចង់ឲ្យឯងចេញដៃដោយផ្ទាល់កំចាត់ឲ្យកូនថោកទាបរបស់ឯងឲ្យអស់បើមានសមត្ថភាពក៏សាកមើលទៅ
กบรหตะโกเจ้าจงเจ้าแต่งแต่มีนฉบับระบอกคลวนจงเจ้าโกรุบแต่เนี่ยคลั่งปนเนาะการดันดามยกโดยบักจมโดยขมิ้นให้พอตรมเตอหนึ่งการดันดามสัตว์วิญญาณแต่เนี่ยโดยเตยบานจกเกิดสัญญารวยตาตะโกซิระบอกลูกไอตัวตัวเขาเตยบานเตะตัวเขาเตยสหปอนจงเจ้าสถิตในช่างไงรอบเมินลีตาปูเกหนึ่งหมกข้อปิดทวิปกำรัดตีบได้กำปงเทะเจ้ามวยนี้หรือในเลือดทวิปช่างย้อนซับทั้งไงตะโกซิระบอกขยมคือจิเมกฉบับคือขยมจีเนี่ยกำหนดโยไฮหรือเนบกบรอบานมินบัญชีไฮประยับประโกเนียกโบราณหมกซิวเจียนประโกเนียกโบราณหมกให้บำพลายวิญญาณระบอกครูนอันเตอร์ขยมไอตุกชีวิตอันบานจำในไอโลกปกระบอกไอขยมก่อนหนึ่งตุกเอารูได้ฮ่าฉบับใดเนี่ยกำหนดหรือทั้งไงนี้ขยมหนึ่งวีกำติดฉบับนู้โดยได้ขยมตัวตระโกซิระบอกปูไอและครูนเนปีกรอยมันเฮียนเจนหมกไอเลนี้เป็นสถานการตระบานสำหรับไฮเติบโลดเจนหมกทั่วรบทมตระโกเล็กมวยในทวิปช่างย้อนได้เกหายถ่าที่บ่มพดก็กรอนแต่จีกรมมนุษย์และพุทธปนเนาะอาจกายจักมินอินขมาได้ดันดามยกสนาได้ระบอบเนี่ยเราเตยจ้องสลับทั้งไงนี้ไอ้นึงสำหรับไอ้โดยได้ครูนไอ้เตยสลับจ่อส้มมันเจนโลกประเทศหมกที่บ่มพดโลกก็หมกดาวหายโลกประเทศหมกตอนเป็นนะอามนุษย์เทียบเท่ามันเนี่ยนี้บานชลิดเอากาบังกอพิบเบิกโวลุยตันดามนิกโบราณได้ชี้กำนับดอมินดำไลบ่มพดระบอบตะโกเซียวโลกประเทศวิมันเริ่มแต่ลุยยกนิกโบราณปนนอเตแถมเตียงสำหรับเสื้อรูมจุ่มนอนตีพองวิจิพิบอามาระบอบปิภพเนี่ยวัคคัดสัตว์วิญญาณซุ่มโลกประเทศจัดการโดยตัวกำติกอามนุนี้เอาเตยจีบ่มไหนซุ่มโลกประเทศดอยยุดทอพองเกตเตอร์แต่ประโกลโกตาเตยจงเจเว้นจีบันตอนเตยดอกโฮสติโจเตยจงเจ้าระบอบวิเพลียมบกบรอโลกมาจ้าบกบรอตาโลกวิมนุษย์เขาไฮเมนเต้เนี่ยได้บ้านจอกเกตสัญญาจิมวยเนียกโบราณเนตีนุเตประเทศสมาคมเซนฮือในจองเจ้าส้มโกรบทวายบังคมเปรียมจ้าโบราณผู้ยังหมกอยู่ไทยส้มเปรียมจ้าเมตตาไพโตซีฮาวที่บ่มพดโรคเปรียมจากเคยหายขยมกึศทาปุกเนี่ยจะล้อมมนุษย์หายมันอาจจะล้อมจีได้ขาดมีนแต่เนี่ยได้มีนไซเชียมโบราณดอกบริสุทธิ์บ่มพดปนเนาะเติบอาจได้หนึ่งกรุบกรองนิกมิสกระยำปรำโบราณบานเนี่ยบำราระบบเปรียมจ้าบ้านรุงจำอ้อมวยโรยชนำหายที่บ่มพดกับบ้านรุงจำกายยิงหมกระบบเปรียมจ้ากรอกลางขยมมันโจจัดการบังหันครูนจีซาเทระนาเตปัดเตียงอ้อนี้กรอนแต่จีกายโยจะลอมปนเนาะโลกประเทศสมาคมถมเปรียมจ้านี่กรอนแต่จีกายโยจะลอมปนเนาะตระโกซิวระบบปูยิงตั้งแต่จัดตุกซิวเจียนโดยจีกายพเนกให้คัดคอมบันดอบรรดาเกจินิกกรอนแต่ทั่วตามบัญชีปนเนาะกรอนแต่จ้องสะระบองกำลังระบบเปรียมจ้าปนเนาะขยมกรอนแต่นิเยเลงเตปัดผู้ยังสุดแต่จีกรูซาแต่มวยตู้ไอมีนดับจีวิตกับผู้ยังมันเฮียนบ่มเปลี่ยนเปรียมจ้าได้มุนนี้กรอนแต่จีกาประกูดสาวิจีปนเนาะปิดจีขมินอินขมาแมนโลกประเทศผู้เกสุดแต่กำปงกหอบมุนนี้ผู้เกมันเติมแต่บังคอมดันดามสัพยานได้บ้านโตเกสัญญีจีมวยเปรียมจ้าปนเนาะเตแทนเตียงเจรประมาทเปรียมจ้าถ้าจีกายได้เตรเกบันเดนเจงตีพองบกบรอตะโกซิลแทนเตียงกุมริมถ่าฉบับในทวิปช่างยอน
គឺត្រកូលស៊ីវជាអ្នកកំណត់ចង់ស្លាប់ហើយហ៊ានបំពេញព្រះម្ចាស់ទោះនេះទោះស្លាប់ក៏មិនអាចលុះបានចាប់ពួកវាទាំងអស់បណ្ដេញពួកវាចេញពីពិភពអ្នកវឹកហាត់សត្វវិញ្ញាណនៃទ្វីបឆាងយ័នជារៀងរហូតព្រះម្ចាស់សូមមេត្តាទុកជីវិតឲ្យពួកយើងផងហាចង់បំផ្លាញត្រកូលស៊ីវរបស់ខ្ញុំឬសូបិនទៅកំតិចវារត់ឲ្យលឿនពុកបរោះត្រកូលស៊ីវលោកហ៊ានយកជីវិតមនុស្សស្លូតត្រង់មកគំរាមទៀតឬហាលោកប្រធានប្រញាប់នាំមនុស្សរបស់លោកត្រឡប់ទៅវិញស៊ីវជៀនបើអញពិតជាមានសមត្ថភាពមែនកុំពឹងអ្នកដតីពេលថ្ងៃក្រោយអញហ៊ានចូលតំបន់ហាមឃាត់ដ៏គួរឲ្យខ្លាចបំផុតនៃត្រកូលស៊ីវដែរឬទេបើអញអាចចេញមកវិញទាំងរស់ចាប់ពីថ្ងៃនោះទៅទ្វីបឆាងយ័នទាំងមូលនឹងស្ដាប់បញ្ជាឯងតើឯងហ៊ានទេព្រះម្ចាស់មិនបានទេទីនោះគ្រោះថ្នាក់ខ្លាំងណាស់កញ្ញានេះច្បាស់ជាអន្ទាក់របស់ពួកគេសូមកុំយល់ព្រមអីជាងអ្វីដែលពួកគេនិយាយកុំយកមកដាក់ក្នុងចិត្តហើយកុំប្រញាប់សម្រេចចិត្តតើឯងមិនចង់ដឹងថាម្ដាយរបស់ឯងស្លាប់ដោយរបៀបណាទេលោកចង់និយាយសម្ដៅអ្វីហាល្អណាស់3ថ្ងៃក្រោយខ្ញុំនឹងទៅកំទេចតំបន់ហាមឃាត់របស់ត្រកូលស៊ីវដោយផ្ទាល់ហាមានឆន្ទៈមែនល្អ3ថ្ងៃក្រោយត្រកូលស៊ីវរបស់ខ្ញុំនឹងរងចាំឯង5300288966000003292900ជីនលុតជង្គង់ហើយក្រាបថ្វាយបង្គំម្ដាយរបស់ឯង20ឆ្នាំហើយខ្ញុំបានលាក់ទុកអាថ៌កំបាំងនេះអស់រយៈពេល20ឆ្នាំថ្ងៃនេះឯងបានបង្ហាញសមត្ថភាពរបស់ខ្លួនរួចហើយដល់ពេលដែលលោកពុកត្រូវប្រាប់ការពិតគ្រប់យ៉ាងដល់ឯងតើអាថ៌កំបាំងដែលលោកពុកលាក់ទុកនោះជាអ្វីម្ដាយរបស់ឯងមិនបានស្លាប់តតែសោះអ្វីកាលនោះគាត់បានដឹងពីអំពើអាក្រក់របស់មេត្រកូលស៊ីវនិងបព្វពួករបស់គេដែលក្បត់ទ្វីបឆាងយ័នពួកគេបានលួចលក់ធនធានស្នូលរបស់ទ្វីបទៅឲ្យអម្បូរបិសាចមេឃដោយសម្ងាត់ម្ដាយរបស់ឯងបានកាន់ភស្តុតាងនៃការជួញដូរទាំងនោះហើយមានបំណងប្រគល់វាឲ្យលោកប្រធានហេតុនេះហើយទើបត្រកូលស៊ីវតាមប្រមាញ់នាងហើយប្រកាសថានាងបានស្លាប់អាចឆ្កែចាស់ត្រកូលស៊ីវខ្ញុំនឹងទៅរកពួកវាឥឡូវនេះឲ្យពួកវាសងជីវិតទាំងត្រកូលឈប់សិនត្រឡប់មកវិញឥឡូវនេះឯងមិនអាចទៅបានទេជៀនស្ដាប់លោកពុកសិនមុនពេលម្ដាយរបស់ឯងចាក់ចេញពីដែនសិទ្ធិបរិសុទ្ធគាត់បានបន្សល់ទុកអាថ៌កំបាំងដ៏ធំមួយតែងជ្រលងទេវៈមេត្រកូលស៊ីវបានលេបយកកំណប់ទេវៈនោះជាកម្មសិទ្ធិរបស់ខ្លួនអ្វីដែលពួកគេចង់បានពិតប្រាកដគឺកំណប់ទេវៈនោះដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនពួកគេបានបង្ខំឲ្យម្ដាយរបស់ឯងបាត់ខ្លួនហើយជន់ឈ្លីពួកយើងដូចជាសត្វឆ្កែលោកពុកដឹងថាឯងប្រកាសជានឹងទៅរកពួកគេដើម្បីសងសឹក
ប៉ុន្តែតំបន់ហាមឃាត់ពោពេញទៅដោយគ្រោះថ្នាក់ឯងបានសម្រេចចិត្តរួចហើយមែនទេលោកពុកសូមមើលទៅលើមេឃ3ថ្ងៃក្រោយខ្ញុំនឹងកំទេចតំបន់ហាមឃាត់នោះដោយដៃខ្ញុំផ្ទាល់ខ្ញុំនឹងឲ្យពួកវាទាំងអស់សងឈាមដោយឈាមសងទាំងដើមទាំងការអស់ធម្មពលវិញ្ញាណរបស់ខ្ញុំធម្មពលវិញ្ញាណរបស់ខ្ញុំបាត់អស់ហើយបាត់អស់ហើយកូនឲ្យផឹកថ្នាំនេះទៅវាអាចរក្សាជីវិតកូនបានលោកពុកខ្ញុំចង់ឲ្យវាស្លាប់ខ្ញុំត្រូវតែប្រយ័ត្ននាគបុរាណនោះកូនប្រុសកុំបារម្ភអីលោកពុកបានរៀបចំអ្វីគ្រប់យ៉ាងនៅក្នុងដែនជ្រលងទេវៈរួចហើយលោកពុកបានដាក់សាកសពរាប់រយនៅទីនោះហើយបញ្ចុះថ្នាំបំបត្តិស្មារតីឲ្យពួកវាជាសាកសពដែលលែងដឹងការជិះចាប់ទៀតហើយនៅមានសត្វអមនុស្សមួយក្បាលដែលមិនបានស៊ីមនុស្សរស់អស់រាប់រយឆ្នាំមកហើយពួកវាទាំងអស់កំពុងរងចាំវានៅខាងក្នុងដរាបណាអាក្មេងនោះហ៊ានជន់ចូលដែនជ្រលងទេវៈហាលោកពុកធានាថាសូម្បីតែឆ្អឹងក៏វាមិនសល់ដែរឲ្យវាស្លាប់នៅទីនោះទៅហាសៀវជៀនតំបន់ហាមឃាត់នេះធ្លាប់ជាកន្លែងប្រហារជីវិតជនក្បត់របស់ត្រកូលសៀវនៅទីនោះពោពេញទៅដោយអន្ទាក់និងសត្វអមនុស្សដ៏សាហាវបំផុតអ្នកណាចូលទៅក៏មិនដែលចេញមកវិញទាំងរស់ទេតើឯងពិតជាចង់ចូលទៅមែនទេកុំបារម្ភខ្ញុំនឹងចូលទៅដើម្បីកំទេចសន្លឹកពីចុងក្រោយរបស់ពួកវាឲ្យអស់តែម្ដងឲ្យពួកវាដឹងថាអ្វីទៅជាភាពអស់សង្ឃឹមពិតប្រាកដខ្ញុំនឹងរងចាំឯងប៉ាគ្រីស្ដាល់បញ្ចាំងគ្រប់គ្នាមើលឲ្យច្បាស់ថ្ងៃនេះខ្ញុំនឹងឲ្យមនុស្សទាំងអស់នៅទ្វីបឆាងយ៉នឃើញនឹងភ្នែកថាអ្នកណាដែលហ៊ានប្រឆាំងនឹងត្រកូលសៀវនឹងមានទីបញ្ចប់បែបណាដែនជ្រលងទេវៈនេះខ្ញុំមិនដឹងថាក្មេងនោះអាចចេញមកវិញទាំងរស់ឬអត់ទេពេលចូលទៅក្នុងដែនជ្រលងទេវៈកុំថាឡើយមនុស្សសូម្បីតែទេវតាក៏មិនអាចចេញមកវិញបានដែរខ្ញុំចង់ឃើញណាស់ថាក្មេងក្បាលរឹងម្នាក់នេះអាចទ្រាំបានប៉ុន្មានវិនាទីរូបមន្តទាំងនោះគឺជាអន្ទាក់ព្រួញពីទឹកកកគ្រាន់តែពោលពីព្រួញបន្តិចបន្តួចបាញ់ហាបាញ់វាឲ្យដូចសម្បុកឃ្មុំទៅអញចង់ឃើញវាលួយទាំងរស់ហើយស្លាប់យ៉ាងវេទនាគ្រាន់តែជាដែកអេតចៃប៉ុណ្ណោះអាក្មេងនេះមិនទាំងកោះហើយនាគបុរាណចេញមកផងបែរជាពឹងតែធ្វើពលឈាមនិងកម្លាំងរាងកាយទទួលការវាយប្រហារពីនេះភ័យអីម្លេះចុងក្រោយវានឹងត្រូវសម្លាប់ខ្ទេចខ្ទីជាមិនខាន
ទៅសាក់សពោលួយដែលមិនចេះឈឺចាប់មិនអាចទៅរួចទេខ្ញុំចំណាយធនធានអស់មិនតិចដើម្បីចិញ្ចឹមសាកសពទាំងនេះព្រះម្ចាស់ខ្លាំងពេកហើយកម្រិតបែបនេះគ្រាន់តែជាល្បែងក្មេងសម្រាប់គាត់ប៉ុណ្ណោះពួកសម្រាមអត់បានការមួយក្រុមលោកប្រធានអន្ទាក់ចុងក្រោយទាំងនោះតើយើងពិតជាត្រូវបើកប្រាយឥឡូវនេះមែនទេបើថ្ងៃនេះមិនអាចសម្លាប់អ្នកប្រមាញ់ម្នាក់នេះបានទេត្រកូលសៀវរបស់ខ្ញុំមុខជាត្រូវវិនិច្ឆ័យជាមិនខានហើយត្រូវស្លាប់ទាំងអស់ស្លាប់ជំនួសខ្ញុំទៅយកត្រីលោកខាងលិចនេះទៅចាប់ផ្ដើមហា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 ក្មេងអើយនេះជាទីស្លាប់ដែលបន្សល់ពីសម័យបុរាណខ្ញុំកំពុងស្ថិតនៅក្នុងវាសូម្បីតែអមតៈក៏ត្រូវក្លាយជាធ្លុកឈាមនៅទីនេះដែររងចាំតែស្លាប់ទៅបំបែកវាទៅបើក្លាហានក៏ចូលមក
មិនក៏អាចធ្វើបែបនេះនិយាយមកក្រោយទ្វារចុងក្រោយនោះលាក់អ្វីទុកសេចក្តីស្លាប់ចប់ហើយទ្វារចុងក្រោយត្រូវបានបំបែកហើយយើងរកឃើញអាចកំបាំងស្នូលហើយភ័យអ្វីម្លេះចាស់នោះបានបន្សល់អន្ទាក់ក្នុងគេដំណើរនេះតាំងពីយូរហើយជាវិមានមីយាតែស្ថិតនៅពីក្រោយទ្វារគ្រាន់តែឈានចូលពាក់កណ្ដាលជំហានប៉ុណ្ណោះអ្នកនឹងត្រូវទាញចូលទៅក្នុងវិមានមីយានៃក្តីលោភលន់នៅក្នុងនោះគេមិនអាចអញ្ជើញនាគទេពបានឡើយហើយនឹងត្រូវទារុណកម្មរហូតដល់វិកលចរិតបុកបរោះលោកពិតជាខូខើពេកហើយកញ្ញាស៊ូនេះហៅថាសុកចិត្តទទួលចាញ់ហា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 ជីងអ៊ូកូនត្រឡប់មកវិញហើយមករកម៉ាក់មកជីងអ៊ូស្ដាប់ម៉ាក់ណាលែងជាប់ចិត្តនឹងការសងសឹកទៅបើមិនដូច្នោះទេកម្មពៀននឹងធ្ងន់ណាស់មិនយូរមិនឆាប់នឹងទទួលកម្មវិញម៉ាក់បានសងកម្មរួចហើយម៉ាក់គ្រាន់តែសង្ឃឹមថាកូនអាចរស់នៅដោយសុខសាន្តម្ដាយខ្ញុំមានឆន្ទៈរឹងមាំណាស់តើអាចជាអ្នកបានយ៉ាងម៉េចប្រញាប់ប្រគល់គេដំណើរដែលលាក់ទុកមកពួកសត្វត្រឆានស្លៀកស្បែកមនុស្សដូចអ្នកគ្មានសិទ្ធិប៉ះពាល់អំណាចនៃនាគបុរាណទេបើមិនព្រមប្រគល់ទេខ្ញុំនឹងសម្លាប់ទាំងចាស់ទាំងក្មេងក្នុងត្រកូលអ្នកមិនទុកឲ្យរស់សូម្បីតែម្នាក់គេដំណើរនោះត្រូវខ្ញុំបិទត្រាទុករួចហើយទោះអ្នកសម្លាប់ខ្ញុំក៏ដោយក៏គុំសង្ឃឹមថានឹងបានវាសូម្បីតែបន្តិចម៉ាក់សូមម៉ាក់ឃ្លាំមើលពីលើមេឃខ្ញុំនឹងកាប់ពួកសត្វត្រឆានទាំងនេះជាកង់ឲ្យពួកវាសងឈាមដោយឈាម
ទីក្រុងពាក់កណ្ដាលព្រើមិនអាចទៅរួចទេគេពិតជាបំបែកវិមានមីយារបស់បុកបរោះបានមែនគេអាចមើលធ្លុះវិមានមីយានោះបានដោយរបៀបណាបុកបរោះតើយើងគួរធ្វើដូចម្ដេចខ្ញុំនឹងទៅជួបគេដោយផ្ទាល់ត្រូវធ្វើអ្វីយល់ហើយឬនៅចង់បំផ្លាញត្រកូលសៀវរបស់ខ្ញុំឬសុបិនទៅយ៉ាងហោចណាស់ក៏ស្លាប់ទាំងអស់គ្នាដែរមនុស្សទៀបថោកអើយហើយខ្ញុំមានការអ្វីពិតទេវអសុរជ្រោះអវិជ័យសូមប្រទានជាអសុរតជយិនតខ្ពង់ខ្ពស់បំផុតមកឲ្យខ្ញុំនឹងសម្លាប់កូនអាប្រុសសែវជីននោះខ្ញុំសុខចិត្តយកប្រលឹងមនុស្សរាប់ពាន់នាក់ក្នុងត្រកូលសៀវថ្វាយជាយេងបូជាដល់លោកម្ចាស់ហាលោកខ្លួនខ្លាំងណាស់ល្អខ្ញុំចូលចិត្តណាស់កិច្ចសន្យាត្រូវបានបង្កើតឡើងឬវិញ្ញាណរបស់ខ្ញុំឬវិញ្ញាណរបស់ទេពកោសល្យកំររោគត្រូវបំផ្លាញអស់ហើយសៀវជីងខ្ញុំនឹងកាប់អ្នកឲ្យខ្ទេចជាកង់ឪពុកថាមពលអសុរអាចធ្វើឲ្យខ្ញុំដុសវិញ្ញាណឡើងវិញមែនទេឪពុកចាំបាច់ដល់ថ្នាក់នេះឬដរាបណាសៀវជីននៅរស់ត្រកូលសៀវរបស់យើងនឹងគ្មានថ្ងៃបានសុខទេដើម្បីអនាគតរបស់ត្រកូលសៀវឲ្យកូនខ្លាយជាអ្នកលះបង់មុនគេកូនមានអ្វីត្រូវអន់ចិត្តឈឺណាស់ហាខ្ញុំមានអារម្មណ៍ថាថាមពលកំពុងហូរចូលមកសៀវជីនអញនឹងហែកឯងជាបន្តិចម្ដងទ្រាំទៅហាអ្នកនឹងក្លាយជាអ្នកគ្រប់គ្រងដ៏ខ្លាំងបំផុតលើទ្វីបនេះថាមពលខ្ញុំមានអារម្មណ៍ថាមានថាមពលគ្មានទីបញ្ចប់កូនអញនឹងហែកឯងឲ្យខ្ទេចម្ដងបន្តិចហាជោគជ័យហើយទីបំផុតខ្ញុំជោគជ័យហើយហាដោយមានអំណាចដែលគ្មានអ្នកណាអាចផ្ចាញ់បាននេះសៀវជីននោះឬអ្នកណាក៏ដោយសុទ្ធតែត្រូវលុតជង្គង់ស្លាប់ក្រោមជើងខ្ញុំទ្វីបឆាងយ៉ននេះចុងក្រោយនៅតែជារបស់ត្រកូលសៀវយើងហាសៀវជីនឯងមិនចង់ធ្វើជាវីរបុរសទេមនុស្សដែលឯងខ្វល់បំផុតយប់នេះអញនឹងសម្លាប់ពួកគេទាំងអស់
ha 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 ចាស់ចង្រៃឯងមិនមែនតែងតែការពារកូនប្រសាថោកទាបនោះទេចុះទៅនរកហើយបន្តការពារគេទៅសត្វតិរិឆានគ្មានកិត្តិយសហា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 បងស្រីមកបានទាន់ពេលល្អណាស់ឯងធ្វើអ្វីឪពុកខ្ញុំហើយជីងកើឯងមិនចង់រៀបការជាមួយអាសម្រាមសៀវជីនទេយប់នេះអញនឹងបំពេញបំណងឯងអញចង់ឃើញណាស់ថាអាសម្រាមសៀវជីននោះនឹងមានទឹកមុខអាក្រក់ប៉ុណ្ណាហ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 ាលេងខ្ញុំយប់នេះឯងជារបស់អញហើយឈប់តស៊ូទៅទទួលយកជោគវាសនាចុះសុខចិត្តស្លាប់ប្រសើរជាងខ្ញុំមិនឲ្យបិសាចដូចឯងប៉ះខ្ញុំទេស្រីថោកទាបគ្មានអ៊ីនខ្មាស់ហ៊ានមកជួយគេចង់ស្លាប់មែនទេទោះវាមកក៏ខ្ញុំមិនខ្លាចដែរហា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 មើលទៅពួកគេទទួលបានហើយឯងស្លាប់ទៅហេតុអ្វីមេឃកំពុងឆេះប្រញាប់បង្កើតរង្វង់ការពារប្រមូលកម្លាំងទាំងអស់ដើម្បីទប់ទល់វាអាសម្រាមអាស្រីថោកមកបានទាន់ពេលល្អណាស់ខ្ញុំនឹងសម្លាប់ឯងនាគភ្លើងអើយចេញមកហែកវាឲ្យខ្ទេចហា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 ហ៊ានស្លាប់ជាមួយបិសាចចកខ្វក់ទាំងនេះឬ
សំបីតែការពីខ្លួនឯងក៏មិនបានផងមិនក៏អាចបង្ក្រាបនាគរបស់ខ្ញុំបានក្នុងមួយក្បាច់ខ្ញុំនឹងសម្លាប់ឯងតែខ្ញុំទីបំផុតលោកក៏មកដល់ហើយមុននេះពួកបិសាចបានលុកលុយគ្រប់គ្នាសុទ្ធតែគិតថាសៀវជីនអាចបង្វែរស្ថានភាពបានតែម្នាក់ឯងប៉ុន្តែអ្នកទាំងអស់គ្នាយល់ខុសហើយតាមការស៊ើបអង្កេតរបស់ខ្ញុំសៀវជីនគ្មានសមត្ថភាពអញ្ជើញវត្ថុទេពតតែសោះនាគដែលគេអញ្ជើញមកគ្រាន់តែជាល្បិចដែលខុបខិតជាមួយពួកបិសាចប៉ុណ្ណោះការលុកលុយរបស់ពួកបិសាចកាលពីម្សិលមិញក៏ជាផែនការរបស់គេដើម្បីដណ្ដើមការគ្រប់គ្រងទ្វីបឆាងយ៉នដោយសម្ដែងរឿងរួមជាមួយពួកបិសាចពុកបរោះនិយាយត្រូវអ្នកប្រមាញ់ក្បត់ជាតិម្នាក់គ្មានសិទ្ធិមានឈាមដ៏ថ្លៃថ្នូរបែបនេះទេខ្ញុំថាហើយធម្មពលនាគនោះសាហាវខ្លាំងពេកដើមឡើយវាជាមន្តអសុររបស់ជនក្បត់នេះហើយថែមទាំងបោកពួកយើងទាំងអស់ទៀតសំណាងល្អដែលបុកបរោះបានមើលធ្លុះការពិតធម្មពលដៅស្តេចស៊ូទ្វីបឆាងយ៉នមិនអាចគ្មានមេដឹកនាំបានសូម្បីតែមួយថ្ងៃលោកប្រធានចាស់រងរបួសធ្ងន់ហើយនៅសន្លប់ដើម្បីប្រយុទ្ធប្រឆាំងនឹងពួកអសុរទាំងនេះថ្ងៃនេះត្រកូលសៀវត្រូវតែក្រោកឈរឡើងកាន់តំណែងជាប្រធានស្ដីទីសូមអញ្ជើញប្រមុខត្រកូលសៀវឡើងកាន់តំណែងចាប់ពីថ្ងៃនេះទៅទ្វីបឆាងយ៉ននឹងស្ថិតក្រោមការគ្រប់គ្រងរបស់ត្រកូលសៀវឥឡូវនេះខ្ញុំនឹងចេញបទបញ្ជាទី1ក្នុងនាមជាប្រធានតាមចាប់ជនក្បត់គ្រប់ទីកន្លែងបើរកឃើញសម្រាប់ភ្លាមបញ្ជារបស់លោកប្រធានពិតជាឆ្លៀសវៃសូមឲ្យប្រមុខត្រកូលសៀវមានអាយុយឺនយូរហា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 សៀវជីនមកបានទាន់ពេលល្អណាស់ការពិតដែលឯងខុបខិតជាមួយពួកអាសូរត្រូវបានបកអាក្រាតហើយកុំប្រញាប់ដាក់កំហុសខ្ញុំសៀវជីនឯងជាជនត្រូវតាមចាប់មិនត្រឹមតែហ៊ានលុកចូលសមាគមប៉ុណ្ណោះទេថែមទាំងនាំសាកសពដែលពោពេញដោយធម្មពលអសុរចូលមកទៀតឯងចង់ធ្វើអ្វីនៅតែធ្វើពុតជាមិនស្គាល់ទៀតបន្តោងត្បូងនេះជារបស់កូនប្រុសច្បងនៃត្រកូលសៀវសៀវអូជីពិតជាបន្តោងសម្គាល់អត្តសញ្ញាណរបស់ត្រកូលសៀវមែនហើយអ្វីលោកម្ចាស់សៀវមានធម្មពលអសុរខ្លាំងបែបនេះឬមួយត្រកូលសៀវពិតមាត់ទាំងអស់នេះគ្រាន់តែជាមាយាដែលជនក្បត់នេះប្រើមន្តអសុរបង្កើតឡើងប៉ុណ្ណោះជនក្បត់អើយឯងខុបខិតជាមួយពួកអសុរសំនឹងទទួលទោសប្រហារហើយឆ្មាំងចាប់ជនក្បត់នេះឲ្យខ្ញុំភ្លាមទទួលបញ្ជាចាប់ជនក្បត់នេះឲ្យខ្ញុំភ្លាមហេតុអ្វីមិនចាប់ចង់ក្បត់ឬហា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 ចៅស្រែកចាប់ចោលត្រកូលសៀវពិតជាពូកែសម្ដែងមែនប្រញាប់ប្រគល់គេដំណើរបុរាណមកប្រមុខត្រកូលសៀវពិតជាខុបខិតជាមួយពួកអសុរមែនត្រកូលសៀវជាជនក្បត់ហ៊ានយកមនុស្សទាំងត្រកូលមកធ្វើជាធ្នូសាហាវពេកហើយជនក្បត់សម្រាប់ពួកវាคล้ายទាំងអស់ទាំងនេះសុទ្ធតែជាមាយាដែលវាបង្កើតឡើងដោយមន្តអសុរ
សម្រាប់វាមិនអាចបំបែកបានទេហេតុអ្វីមានសត្វទេពបុរាណពីរក្បាលអស្ចារ្យណាស់សូមគោរពប្រមុខទ្វីបឆាងយ៉នចាប់ពីថ្ងៃនេះទៅខ្ញុំនឹងការពារសន្តិភាពនៃទ្វីបឆាងយ៉នជាដាច់ខាតប្រសិនបើនៅមានអ្នកណាហ៊ានខុបខិតជាមួយពួកអសុរទៀតខ្ញុំនឹងមិនលើកលែងឲ្យដាច់ខាតពួកខ្ញុំសូមស្ពតដើរតាមលោកម្ចាស់រហូតដល់ស្លាប់សូមស្ពតដើរតាមលោកម្ចាស់រហូតសូមស្ពតដើរតាមលោកម្ចាស់រហូត